តាបាក់សីហាទៅមុខដោយរំកិលស្លាបឡើងចុះដោយរបៀបណាសត្វស្លាបមានរោមនៅលើស្លាបរបស់ពួកគេដែលហៅថារោមបឋមដែលជួយឲ្យពួកគេហោះហើរទៅមុខរោមបឋមមានភាពខុសគ្នានៅក្នុងទទឹងនៅផ្នែកខាងស្តាំនិងផ្នែកខាងឆ្វេងនៃអ័ក្សផ្នែកតូចចង្អៀតគឺផ្នែកខាងមុខហើយផ្នែកធំទូលាយគឺខាងក្រោយដោយសារលំហូរខ្យល់ត្រូវបានរុញទៅខាងក្រោយដោយផ្នែកធំទូលាយនៅពេលដែលស្លាបលោតចុះក្រោមការរុញត្រូវបានបង្កើតឡើងដែលអនុញ្ញាតឲ្យបក្សីហោះហើរទៅមុខប្រសិនបើអ្នករកឃើញរោមសត្វបឋមសូមសាកល្បងពិសោធន៍ជាមួយគ្រួសារឬមិត្តភក្តិរបស់អ្នកមនុស្សពីរនាក់ឈរទល់មុខគ្នាហើយម្នាក់លើកដៃទាំងពីរឡើងដោយដាក់ដៃបែរមុខអ្នកផ្សេងទៀតកាន់ស្លាបដោយផ្ដេកចង្អុលទៅខាងក្រៅហើយជាមួយនឹងចលនាដូចជាក្រវីកង្ហានាំរោមសត្វចុះត្រង់រវាងដៃគូរបស់ពួកគេអ្នកដែលកាន់ដៃរបស់ពួកគេគួរតែមានអារម្មណ៍ថាមានលំហូរខ្យល់ចេញពីផ្នែកធំទូលាយនៃរោមបឋមកាន់តែធំវាកាន់តែងាយស្រួលធ្វើកុំភ្លេចលាងដៃនឹងសាប៊ូបន្ទាប់ពីកាន់ស្លាបបក្សី